ចាម៉ាមីដែលបានចាប់អារម្មណ៍ទៅលើធ្មេញខ្លួនឯងក៏ដូចជាធ្មេញកូនៗរបស់ម៉ាមីដែលមានដុំសាច់ពណ៌កាឈូកពេលខ្លះអាចនឹងមានពណ៌ក្រហមខ្មៅដោះចេញពីក្នុងប្រហោងធ្មេញដែលបានបែកណាហើយគាត់តែងតែត្អូញថាអញ្ចេះឈឺធ្មេញនៅពេលដែលគាត់ញ៉ាំបាយញ៉ាំអាហារឬមកក៏អាចមានឈាមនៅពេលដែលគាត់ដោះធ្មេញអញ្ចឹងបើសិនជាឃើញបញ្ហាបែបនេះម៉ាមីកុំបដ ாய் ទុកយូរព្រោះអាការៈនេះគឺបញ្ជាក់ថាធ្មេញរបស់កូនម៉ាមីហ្នឹងគឺត្រូវបានឆ្លងរោគហើយមានន័យថាតសៃធ្មេញហ្នឹងគឺត្រូវបានឆ្លងមេរោគអញ្ចឹងវាឡើងប៉ោងចេញមកបន្ទប់របស់ធ្មេញដើមដំបូងឡើយគឺវាកើតឡើងពីរោគពុកធ្មេញដែលយើងអត់បានចាប់អារម្មណ៍ក្នុងការយកមកប៉ះទាន់ពេលអញ្ចឹងរោគពុកធ្មេញហ្នឹងវាបានរីករាលដាលធំឆ្លងរោគទៅដល់សរសៃធ្មេញធ្វើឲ្យឡើងប៉ោងចេញមកក្រៅហើយមានអាការៈឈឺនៅពេលដែលញ៉ាំអីនិងអាចមានឈាមចេញមកផងដែរអញ្ចឹងវិធីព្យាបាលមានតែមួយទេគឺការព្យាបាលសរសៃដែលពាក្យបច្ចេកទេសគេហៅថា root canal treatment មានន័យថាក្រុមគ្រូពេទ្យគេបានរយកអាដុំសាច់ដែលប៉ោងនឹងចេញបន្ទាប់មកគេប្រើហ្វាសម្រាប់ត្បាល់យកសរសៃធ្មេញដែលឆ្លងរោគនឹងចេញហើយគេលាងសម្អាតឲ្យស្អាតបន្ទាប់មកគេរុះស៊ីឬបញ្ចូលថ្នាំទៅវិញហើយបន្ទាប់ពីព្យាបាលសរសៃហើយម៉ាមីអាចប៉ះធ្មេញជូនអូនក៏បានម៉ាមីចង់ស្រោបក៏បានប៉ុន្តែជាធម្មតាបើសិនជាធ្មេញបាយចាប់ពី50% ឡើងទៅគ្រូពេទ្យគេ recommend ឲ្យស្រោប